ចឹងយើងឲ្យដឹងថាថ្ងៃស្អែកថ្ងៃឈប់សម្រាកពីការងារដឹងតែម៉ោងរោដឹងតែអត់ដាក់តែម្ដងហើយទោះដាក់ក៏ខ្ញុំជឿថាទោះបីខ្ញុំដាក់ក៏ខ្ញុំងើបរួចដែរអូខេសួស្តីបងប្អូនទាំងអស់គ្នារីករាយជាមួយនឹង podcast 4ថ្ងៃទី4ណាថ្ងៃទី4និយាយអំពីការវិភាគឬក៏ភារកិច្ចឬក៏ plan ដែលយើងត្រូវធ្វើក៏ប៉ុន្តែតោះយើងនិយាយពីលទ្ធផលទាំងអស់គ្នាតែម្ដងទៅកុំឲ្យជប់យន្តសបនច្រើនជាលទ្ធផលគឺថ្ងៃនេះគឺយើងអត់បានជោគជ័យទេដោយសារតែពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺយើងមិនថា work hard មែនតើយើងធ្វើការក្រុមហ៊ុនផងហើយយើងធ្វើការខ្លួនឯងផងមកយើងធ្វើការឲ្យគេផងយើងធ្វើការឲ្យខ្លួនឯងផងអញ្ចឹងរយៈពេល1សប្តាហ៍6ថ្ងៃកន្លងផុតទៅ sorry មិនមែន6ថ្ងៃទេគឺ5ថ្ងៃកន្លងផុតទៅនេះគឺដេកបានតែ6ម៉ោងទៅ7ម៉ោងក្នុងមួយថ្ងៃទេ so just ដែរយើងមាន target នឹងធ្វើវាក្នុងរយៈពេល7ថ្ងៃក្នុងមួយសប្តាហ៍ក៏ប៉ុន្តែយើងគិតចុះគិតឡើងប្រហែលជាអត់អាចធ្វើទៅបានទេដោយសារអីមនុស្សរៀងខ្ជិលដែរអញ្ចឹងណាបងប្អូនមនុស្សខ្ជិលដែរអញ្ចឹងយើងឲ្យដឹងថាថ្ងៃស្អែកថ្ងៃឈប់សម្រាកពីការងារដឹងតែម៉ោងរោដឹងតែអត់ដាក់តែម្ដងហើយទោះដាក់ក៏ខ្ញុំជឿថាទោះបីខ្ញុំដាក់ក៏ខ្ញុំងើបរួចដែរដោយសារតែមករយៈនេះគឺយើងរៀង tired មែនតើហើយមួយវិញទៀតតកតងទៅនឹងថ្ងៃនេះគ្នាយើងក៏ជាប្លែកហើយដោយសារអីគឺខ្ញុំពាក់មួកអធិស្ឋានផងដោយសារនៅពេលដែលខ្ញុំពាក់នេះទៅវាតឹងទៅពេលតឹងទៅវារឹតវ៉ាន់តាហើយវាគៀបជាមួយវ៉ាន់តាវាគៀបជាមួយនឹងសាច់ក្បាលរបស់យើងអញ្ចឹងវាធ្វើឈឺអញ្ចឹងបើសិនជាយើងពាក់មួកអានេះវានៅលើវ៉ាន់មួកនេះវានៅលើវ៉ាន់តាអញ្ចឹងវាអត់សូវអីទៅប្រហែលទេអូខេតោះនេះខ្ញុំនិយាយមូលហេតុពីខ្ញុំពាក់មួកហើយអធិស្ឋានផងបើសិនជាខ្វះសុជីវធម៌មួយវិញទៀតតកតងទៅនឹងលទ្ធផលថ្ងៃនេះគឺយើងអត់បានធ្វើទេហើយខ្ញុំក៏មានអីនិយាយច្រើនដែរគ្រាន់ថាយើងបានធ្វើដំណើរទៅមកស្វែងរកវត្តដើម្បីធ្វើកឋិនខ្ញុំជួនម៉ាក់ប៉ារបស់ខ្ញុំហើយនិងគ្រួសាររបស់ខ្ញុំណាទៅដើរលេងផងស្វែងរកវត្តទៅណាដើម្បីកឋិនផងជាធម្មតាជារៀងរាល់ឆ្នាំគ្រួសារខ្ញុំក៏គាត់តែងតែធ្វើអញ្ចឹងក្នុងរាល់កឋិនទានបន់កឋិនទាន at least តិចបំផុតក៏10វត្តដែរតិចបំផុត10វត្តឬក៏10ត្រៃតែកម្របាន10វត្តពីច្រើន5-10វត្តឡើងលើអញ្ចឹងណាអញ្ចឹងឲ្យតែមុនចូលកឋិនខ្ញុំតែងតែជូនពួកគាត់ណាមកព្យាបាយឡានហ្នឹងគឺដើរហៅវត្តណាដែលមានដែលធ្វើកឋិនឬក៏វត្តណាដែលមិនថាធ្វើកឋិនចាប់ដើមមិនថា start មុនគេចាប់ដើមកឋិនថ្ងៃទី1មុនគេអញ្ចឹងនៅពេលដែលយើងស្វែងរកមករយៈហ្នឹងពីច្រើនគឺថ្ងៃអាទិត្យ so យើងមានអារម្មណ៍ថាយើង difficult ហើយមានអារម្មណ៍ថាយើង tired មែនទេក៏ប៉ុន្តែសប្បាយចិត្តហើយយើងបានជួនអ្នកមានគុណដែរធ្វើបន់ហើយក៏ខ្ញុំអធិដ្ឋានដែរខ្ញុំអធិដ្ឋានរាប់បន់ដែលខ្ញុំបានជួនអ្នកមានគុណឬក៏ទៅធ្វើកឋិនជាមួយអ្នកមានគុណព្រះរស់ព្រះអរហន្តរបស់ខ្ញុំហ្នឹងខ្ញុំសូមឲ្យចិត្តនេះឲ្យមានឡានទំនើបរាប់សែនដុល្លាររាប់លានដុល្លារដើម្បីជូនគាត់ឲ្យកាន់តែប្រសើរជាងនឹងពួកអីគាត់កាន់តែចាស់ទៅយើងចង់មានឡានណាដែលទំនើបនៅពេលដែលគាត់ធ្វើដំណើរផ្លូវឆ្ងាយហ្នឹងពួកគាត់អត់រយដៃរយជើងឬក៏រយចង្កេះហើយជាធម្មតាចាស់គាត់ជាសូម្បីតែទៀតគ្នាយើងឬក៏ខ្ញុំចាស់ទៅគាត់ជាជួបរឿងបែបហ្នឹងហើយបបាក់ធ្វើដំណើរផ្លូវឆ្ងាយមែនតើ so យើងគួរតែមានមធ្យោបាយទាំងអស់ហ្នឹងអូខេនេះគឺជាការមិនថាអធិដ្ឋានរបស់ខ្ញុំគឺជាការបួងសួងរបស់ខ្ញុំអូខេបន្ទាប់ពីយើងបានដើរហូរអីហើយក៏ប៉ុន្តែថ្ងៃនេះគឺយើងជួបរឿងមួយហ្នឹងគឺដោយសារតែនៅពេលដែល back ពីមិនថាប៉ាខ្ញុំគាត់បូជាការព្រះបរមសារីរិកធាតុហើយគឺយើង back មកវិញតាមផ្លូវហ្នឹងគឺវាមានឥន្ធនូដល់ទៅ2អូខេតើតើទៅនឹងឥន្ធនូហ្នឹងចាស់គេនិយាយថាបើសិនជាមានឥន្ធនូហើយខែភ្លៀងអាចនឹងមិនថា
នឹងកន្លងផុតទៅឬក៏ភ្លៀងហ្នឹងអាចនឹងមិនហាចាប់ផ្ដើមឈប់បដាមិនមែនភ្លៀងញឹកជាងមុនអញ្ចឹងណាអានេះជាអ្វីដែលចាស់គាត់និយាយហើយ Antino ហ្នឹងមានដល់តែ2ជាន់បងប្អូនមានដល់តែ2ជាន់ខ្ញុំមិនកាត់តវីដេអូហ្នឹងផ្ញើដាក់នៅក្នុងហ្នឹងដែរព្រោះខ្ញុំបានថតដែរគាត់ថាយើងថតបញ្ចូលយើងមិនថតប្តីនិយាយអញ្ចឹងណាអូខេជារឿងមួយដែលចម្លែកហើយវាជារឿងទី1របស់ខ្ញុំដែលខ្ញុំឃើញ Antino 2ជាន់ក៏ប៉ុន្តែអាចជាន់លើវាឃើញអត់សូវច្បាស់ទេ so សម្រាប់សេចក្តីឡើងវិញថ្ងៃនេះគឺយើងអត់បានធ្វើអីជាដុំកពួនអីទេគ្រាន់ថាថ្ងៃនេះខ្ញុំគ្រាន់តែចេញវីដេអូហើយខ្ញុំបានអាប់ឡូតវីដេអូមួយចំនួនដែលយើងបានធ្វើពីម្សិលមិញហើយតេតងទៅនឹងអាវនេះដែរជាធម្មតាការដេកជប់របស់ខ្ញុំគឺខ្ញុំប្រើមួយអាវមួយយើងប្រើ2ថ្ងៃយើងសាវទឹកក្នុងការបោកអាវដែរអញ្ចឹងណាអូខេមានអីទៀតទេដូចជាអស់ហើយស្អែកហ្នឹងគឺខ្ញុំនឹង get up early មិនមែនអានសភៅក៏មិនមែនអីដែរដោយសារអីយើងនឹងទៅខាងអ្នកលឿងទៅហូវត្តនៅខាងអ្នកលឿងម្ដងហើយណាមួយជូនពួកគាត់ដើរលេងផងហើយនឹងទៅហូបអីទីទួចតាមលទ្ធភាពដែលយើងមាន so បើសិនជាអ្នកលឿងជួបខ្ញុំកុំភ្លេចហៅខ្ញុំផងក៏ប៉ុន្តែវីដេអូនេះដែលខ្ញុំផុសទៅនឹងមានយ៉ាងច្រើនមើលអ្នកមើល10នាក់ទេដោយសារតែខ្ញុំផុសទៅ YouTube so បើជាគាត់មើលឃើញអំឡុងពេលពី10ឆ្នាំក្រោយឬក៏20ឆ្នាំក្រោយបន្ទាប់ពីខ្ញុំនឹងល្បី10ឆ្នាំក្រោយ20ឆ្នាំក្រោយ target អូខេវា so long and then អូខេខ្ញុំគ្រាន់តែចាស់ kidding ទេយើងនឹងធ្វើអ្វីព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបានហើយក្រមសីលធម៌អូខេ so ស្អែកយើងនឹងបន្តធ្វើដំណើរទៅទៀតដោយសារតែថ្ងៃនេះខ្ញុំបើកឡានមួយថ្ងៃពេញហើយមានអារម្មណ៍ថាយើង tired មែនទេខ្ញុំនិយាយរឿងបានហើយមិនមែនមានថាចង់អួតចង់អីទេគ្រាន់ថាមែនណាវាជារឿងពិតដែលខ្ញុំអត់ចង់មកថាអីចឹងណាក៏ប៉ុន្តែយើងមានតែមកព្យាបាយតិចតួចទេកូនឡានទូទេមិនមែនឡានទំនើបឡានអីទេណាកូនឡានទូអីទេអ្វីដែលយើងអាចធ្វើទៅបាន so ខ្ញុំគិតសោះទៅចន្លោះពីថ្ងៃអាទិត្យហើយនឹងថ្ងៃសៅរ៍នេះយើងនឹងមិន get up យើងនឹងមិនអានសភៅឬក៏ហាត់ប្រាណទេយើងនឹងដេកយកកលាំងដើម្បីបញ្ជូននៅថ្ងៃច័ន្ទដល់ច័ន្ទអាទិត្យក្រោយរហូតដល់ថ្ងៃសុក្រទី1ទី2យើងចង់ដេកឲ្យបានសម្រស់ហើយទី3ខ្ញុំចង់ live ហើយមុនហ្នឹងខ្ញុំបានតេស្ត live ដែរតែមើលទៅដូចវាអត់ stable វារៀងរអាក់រអួលបន្តិចតែមិនដឹងមិនទេហើយខ្ញុំនឹងមិនមកបើសិនជាថ្ងៃនេះថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យខ្ញុំនឹងធ្វើ live នៅក្នុង YouTube តែម្ដង live ឲ្យដែរយើងធ្វើទៅបានណាយើង live តែម្ដងអញ្ចឹងហើយដូចគេអត់មានអីត្រូវនិយាយច្រើនអីទៀតទេអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានប៉ុណ្្នឹងហើយស្មើនេះគឺម៉ោង9ហើយខ្ញុំចង់ទៅ go to bed យើងអៀលីតិចយើងចូលដេកយើងអៀលីតិចដល់ស្អែកយើងបន្តដំណើរទៅមុខទៀតអូខេខ្ញុំសូមចែកបនទៅគ្នាយើងផងអរគុណច្រើន